និទានអប់រំកុមារការសង្គ្រោះគ្នារឿងចង្រិតនិងស្រមោចកតិអប់រំក្នុងរឿងនេះយើងត្រូវចេះជួយគ្នាទៅវិញទៅមកព្រោះការជួយគ្នាទៅវិញទៅមកនាំមកនូវចំណងមិត្តភាពល្អនិងធ្វើឲ្យយើងរួចផុតពីគ្រោះថ្នាក់មានសត្វស្រមោចមួយហ្វូងកំពុងដើររកចំណីស្រាប់តែមានខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងធ្វើឲ្យស្រមោចទាំងនោះធ្លាក់ចូលទៅក្នុងទឹកពួកវាហែលទៅមុខមិនរួចព្រោះចរន្តទឹកហូរខ្លាំងពេកសំណាងល្អពេលនោះមានសត្វចង្រិតមួយឈ្មោះធីរីកំពុងដើររកចំណីនៅក្បែរមាត់ទឹកវាឃើញស្រមោចកំពុងលង់ទឹកក៏កើតក្តីអាណិតធីរីក៏រត់ទៅរកមែកឈើស្ងួតតូចមួយហើយយកមកទម្លាក់ដាក់ក្នុងទឹកធ្វើជាស្ពានឲ្យស្រមោចទាំងអស់ក៏នាំគ្នាឡើងតាមមែកឈើនោះរហូតដល់គោកវិញពួកវាអរគុណធីរីហើយធីរីក៏បន្តដំណើរទៅមុខទៀតថ្ងៃមួយមេឃទើបតែរាំងភ្លៀងធីរីក៏ចេញពីសម្បុកទៅរកចំណីពេលកំពុងដើររកចំណីយ៉ាងសប្បាយធីរីក៏មើលឃើញសត្វកង្កែបមួយលោតដេញតាមវាពីក្រោយកង្កែបនោះចង់ចាប់ធីរីធ្វើជាអាហារធីរីភ័យណាស់ក៏រត់យ៉ាងលឿនបំផុតតាមដែលអាចធ្វើបានស្របពេលនោះស្រមោចមួយហ្វូងដែលធ្លាប់ត្រូវបានធីរីជួយសង្គ្រោះកំពុងតែជញ្ជូនចំណីនៅក្បែរនោះដែរពួកវាឃើញមិត្តរបស់ខ្លួនកំពុងជួបគ្រោះថ្នាក់ក៏នាំគ្នាទៅជួយភ្លាមស្រមោចរាប់រយរាប់ពាន់ក៏នាំគ្នាសម្រុកទៅខាំសត្វកង្កែបនោះកង្កែបឈឺចាប់ខ្លាំងណាស់ព្រោះស្រមោចខាំព្រាតបាញ់ខ្លួនវាលោតចេញព្យាយាមរត់គេចតែស្រមោចនៅតែខាំមិនលែងទីបំផុតកង្កែបក៏ចុះចាញ់ហើយលែងធីរីរួចលោតរត់បាត់ទៅដោយការឈឺចាប់ធីរីពិតជាត្រេកអរខ្លាំងណាស់ហើយក៏អរគុណស្រមោចដែលបានជួយជីវិតវាចាប់តាំងពីពេលនោះមកធីរីនិងស្រមោចក៏ក្លាយជាមិត្តល្អនឹងគ្នាជារៀងរហូតពួកវាតែងតែជួយគ្នាទៅវិញទៅមកនៅពេលមានអាសន្នកតិអប់រំយើងត្រូវចេះជួយគ្នាទៅ